ម៉ែបងប្អូនផ្កាកន្ត្រាំងខេតយកមកធ្វើថ្នាំព្យាបាលជំងឺទឹកនោមផ្អែមនិងលើសជាតិស្ករកាលណាបងប្អូនណាត្រឹមតែរយៈពេល7 ទៅ 10 ថ្ងៃតែប៉ុណ្ណោះឃើញផលភ្លាមយកមកធ្វើថ្នាំព្យាបាលជំងឺ1លើសជាតិស្ករ2ជំងឺបេះដូង3ជំងឺដាច់សរសៃឈាមខួរក្បាល4លើសឈាម5ជំងឺទឹកនោមផ្អែមវិធីប្រើប្រាស់ថ្នាំវិញម្ដងទៅបេះផ្កាកន្ត្រាំងខេតធំលាងទឹកឲ្យបានស្អាតបេះយកតែផ្ការបស់វាទេណាបងប្អូនហាលឲ្យស្ងួតយកចំនួន20 ក្រាមដាក់ដាំជាមួយទឹក1 លីត្រកន្លះរំងាស់ឲ្យបាន15 នាទីទទួលទានទឹកថ្នាំវិញម្ដងមួយថ្ងៃទទួលទានឲ្យអស់ទឹកថ្នាំហ្នឹងសូមពុកម៉ែបងប្អូនព្យាយាមទទួលទានពី7 ថ្ងៃដល់10 ថ្ងៃតែប៉ុណ្ណោះពុកម៉ែបងប្អូនឃើញផលភ្លាមអត់សូមពេលវេលាពុកម៉ែបងប្អូនតែមួយផ្លែតទេខាងខ្ញុំបាទមានឱសថបុរាណធម្មជាតិរុក្ខជាតិផ្សំឡើងពីរុក្ខជាតិធម្មជាតិពិត36មុខជាងឯណោះសម្រាប់យកមកធ្វើសូនជាគ្រាប់សម្រាប់ព្យាបាលជំងឺឬដងបាត1ឬដងបាតខាងក្នុងឬខាងក្រៅ2ពិបាកបត់ជើងធំពេលបត់ជើងធំធ្លាក់ឈាមពេលបត់ជើងធំម្ដងធ្លាក់ក្រសាលគូតឬ4-5 ថ្ងៃទៅបត់ជើងម្ដង3ម្យ៉ាងមួយទៀតធ្វើទុកក្រពះពោះវៀនចុកឆ្អល់បើសិនពុកម៉ែបងប្អូនមានបញ្ហាជំងឺឬដងបាតដោយខ្ញុំនិយាយនៅខាងលើប្រើអស់មួយឈុត300 គ្រាប់ធានាជួនថានឹងបានផល 100% សូមពុកម៉ែបងប្អូនទៅស្ដាប់សំឡេង feedback អតិថិជនដែលគាត់យកទៅប្រើប្រាស់បានផល 100% ទាំងអស់គ្នាបងខ្ញុំមកជាងមកចោលទៅហើយថាខ្ញុំតើអើយខ្ញុំទៅអរគុណលោកគ្រូខ្ញុំជាចាំខ្ញុំផ្សព្វផ្សាយឲ្យអូហ្នឹងហើយបងទៅអស់មកចប់ចឹងខ្ញុំនៅខាងទៅវិញខ្ញុំហូបឆ្នាំនេះខ្ញុំហូបឆ្អែតក៏អត់ជាទេបាទគាត់ទៅមកហូបឆ្នាំនឹងតនអស់មកចប់ព្រោះបួលផងតាខ្ញុំមិនគាត់ទៅវិញបាត់អស់អូលឿនដែរខ្ញុំគាត់លៀនមកទីហើយហ្នឹងបាទឥឡូវរួញស្អាតធម្មតាវិញខ្ញុំអីហ្នឹងលោកគ្រូនិយាយអត់ទេចុះឡើងចិត្តបងអូខ្ញុំអរលោកគ្រូខ្ញុំទៅអរគុណលោកគ្រូមកតើអូហ្នឹងហើយបងអរគុណដូចគ្នាបងហ្នឹងបើពុកម៉ែបងប្អូនចង់ជាវឱសថឬដងបាតខាងខ្ញុំយកទៅប្រើប្រាស់ជាដាច់ 100% សូមឆាតចូលពេកឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើកញ្ចក់ទូរស័ព្ទនេះតែម្ដងសូមអរគុណ